បញ្ហាចន្ទទីដែលចេញផ្កាមកច្រើនប៉ុន្តែលទ្ធភាពបង្កាត់ក្តឹបរបស់វាខ្សោយគឺមានន័យថាវាបានក្តឹបមកតិចតួចបាទហើយក្តឹបនោះក៏វាងាយនឹងរងផលប៉ះពាល់ដោយសារកត្តាចង្រៃផ្សេងៗផងដែរបាទគឺវាអាចងាយនឹងក្រៀមស្វិតទៅវិញបាទជាក់ស្ដែងដូចចន្ទទីនេះអញ្ចឹងយើងឃើញថាផ្កាច្រើនមែនតើចេញមកគ្រប់មែកអត់មានសល់ទេហើយបាទពេលដែលវារីកហើយបាទបានក្តឹបមក1 2ទេហើយផ្កាហ្នឹងក្រៀមទៅវិញបាទមូលហេតុដែលធ្វើឲ្យចន្ទទីវាជួបបញ្ហានេះបាទគឺដោយសារតែបាទចន្ទទីខ្សោយកម្លាំងបាទគឺតកតងទៅនឹងការថែបំពន់របស់យើងមានន័យថាយើងបំពន់វាមិនបានគ្រប់គ្រាន់អញ្ចឹងហើយធ្វើឲ្យចន្ទទីរបស់យើងវាខ្សោយបាទយើងជាក់ស្ដែងយើងមើលផ្កាបាទអញ្ចឹងយើងមើលផ្កាក្នុងមួយដើមគឺច្រើនមែនតើហើយក្នុងមួយចង្កោមយើងឃើញថាពពុះផ្កាក្នុងមួយចង្កោមនេះគឺសុទ្ធតែផ្កាឈ្មោលតែម្ដងបាទអញ្ចឹងផ្កាញីគឺអត់មានឃើញទេបាទដោយសារតែវាខ្សោយកម្លាំងអញ្ចឹងហើយពពុះផ្កាឈ្មោលនេះគឺវារីកហើយនឹងក្រៀមទៅវិញបាទមិនបង្កាត់ក្តឹបទេបាទហើយចន្ទទីដែលវាខ្សោយកម្លាំងបាទវាមានផ្កាទ្វេភេទដែរជួនកាលក៏វាបង្កាត់ក្តឹបរួចក្តឹបហ្នឹងវាបង្កាត់មិនពេញវិញគឺវាអាចងាយនឹងរងផលប៉ះពាល់បាទវាអាចនឹងក្រៀមទៅវិញដែរបាទជួនកាលវាកើតជាក្តឹបហើយគឺវាក្រៀមទៅវិញទៀតដោយសារតែវាខ្សោយបាទយើងឃើញថាចេញក្តឹបមកបានតិចតួចមែនតើបាទហើយយើងមើលម្ដងគឺសិតតែផ្កាតែម្ដងបាទតែក្តឹបបានតិចតួចមែនតើបាទយើងមើលគឺរោផ្កាទ្វេភេទមិនមានទេបាទក្នុងមួយចង្កោមឃើញថាសិតតែផ្កាឈ្មោលតែម្ដងអញ្ចឹងអានេះអត់នៅទេវាក្រៀមទៅវិញទោះបីយើងបាញ់បំពន់យ៉ាងណាក៏ផ្កានេះនៅតែក្រៀមបាទគឺវាអត់នៅទេអញ្ចឹងសម្រាប់ដំណោះស្រាយចំពោះបញ្ហាចន្ទទីបែបនេះបាទជាក់ស្ដែងយើងក្នុងកលៈទេសៈអាកាសធាតុក្តៅស្ងួតបាទអញ្ចឹងគឺយើងអាចប្រើដំណោះស្រាយមួយបាទយើងធ្វើយ៉ាងណាគឺថែឲ្យផ្កាដែលវាមិនតន់រីកនេះបាទផ្កាដែលវាមិនតន់រីកបាទនេះមានផ្កាញីបាទមានផ្កាញីច្រើនគួរសមដែរបាទនេះមានបារុយអញ្ចឹងពពួកដែលផ្កាវាមិនតន់រីកបាទគឺយើងថែវាឲ្យវានៅកុំឲ្យវាខូចក្រៀមខូចទៅតាមពុកសេរីមុនបាទគឺធ្វើយ៉ាងណាទប់ឲ្យវានៅហើយបំពន់វាឲ្យវាមានកម្លាំងពេលដែលវារីកគឺវាចេញមកគឺសម្បូរទៅដោយពពុះផ្កាទ្វេភេទនោះគឺយើងនឹងទទួលបានបាទផ្កាដែលវាអាចបង្កាត់ក្តឹបមកបានច្រើនបាទធ្វើឲ្យចន្ទទីរបស់យើងបានក្តឹបមកច្រើនហើយវាកាន់ល្អបាទអញ្ចឹងក្នុងដំណាក់កាលនេះដោយសារតែវាក្តៅស្ងួតបែបនេះយើងប្រើត្រឹមតែពពុះបាទថ្នាំសត្វល្អិតបាទបូកជាមួយនឹងថ្នាំជំងឺអីខ្លះទៅបាទហើយសំខាន់បំផុតគឺពពុះស៊ីវីតបាទស៊ីវីតគឺសំខាន់មែនតើនៅដំណាក់កាលនេះបាទដោយសារតែអាកាសធាតុក្តៅស្ងួតចន្ទទីរបស់យើងវារៀង stress បន្តិចអត់សូវដំណើរការសារធាតុចិញ្ចឹមទេអញ្ចឹងយើងដាក់ស្រាយសមុទ្រឬក៏ស៊ីវីតហ្នឹងទៅជួយសម្រួលទៅដល់ដំណើរការសារធាតុចិញ្ចឹមបាទឲ្យវាដើរបានសមស្របតាមតម្រូវការរបស់ចន្ទទីបាទនេះជាវិធីមួយយើងជួយឲ្យចន្ទទីរបស់យើងនៅបាទចិញ្ចឹមផ្កាបានល្អបាទហើយនៅពេលដែលចន្ទទីរបស់យើងមើលទៅរៀងមានកម្លាំងហើយយើងអាចបន្ថែមជាមួយនឹងពពុះកាល់ស្យូមបូរ៉ុនបន្ថែមដើម្បីជួយឲ្យផ្កាដែលនៅកំពុំនេះវាមានកម្លាំងបាទវារីកមកគឺសម្បូរទៅដោយផ្កាទ្វេភេទបាទអញ្ចឹងយើងមើលទៅអានេះវាក្រៀមផ្កាដែលរីកមុនក្រៀមប៉ុន្តែនៅផ្កាកំពុំមាននៅច្រើនអញ្ចឹងយើងថែយកហ្នឹងអញ្ចឹងយើងដាក់ស្រាយសមុទ្រទៅជួយឲ្យផ្កាហ្នឹងវាមានកម្លាំងបាទវាស្រស់មកវិញហើយយើងបន្ថែមកាល់ស្យូមបូរ៉ុនទៅបន្ថែមមួយជើងផ្កានឹងរីកគឺយើងនឹងទទួលបានផ្កាទ្វេភេទមកច្រើនហើយយើងនឹងបានក្តឹបបាទហើយយើងចាប់ដើមបន្តថែក្តឹបថែអីបន្តតាមវគ្គតាមដំណាក់កាលរបស់វាទៅគឺយើងនឹងបានផលជោគជ័យមកវិញបាទអូខេអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្ណេះបាទបើសិនជាបងប្អូនមានចម្ងល់អាចជជែកសួរបន្ថែមបានបាទហើយទាក់ទងទៅនឹងបញ្ហា
ផ្សេងបងប្អូនមានបាទបងប្អូនអាចចែកតាមឆាតតាម Telegram ក៏បានដែរបាទអាចផ្ញើជារូបភាពហើយខ្ញុំនឹងរកដំណោះស្រាយជូនបាទអរគុណច្រើន